ខែវិច្ឆិកានិងធ្នូនេះមានរាសី3យីអ៊ុនឡើងខ្ពស់ទៅដែលទទួលបានមាសនិងប្រាក់ហូរចូលផ្ទះសម្រាប់អ្នកដែលចាំអ៊ុតមើលថាតើឆ្នាំណានឹងមានយីអ៊ុនខ្ពស់ទៅដែលនេះចុងឆ្នាំនេះតោះមកដឹងទាំងអស់គ្នាថាតើឆ្នាំណាមានសំណាងកើបយកលៀបចុងឆ្នាំនេះ1ឆ្នាំមេរាសីបើកផ្លូវលៀបសំណាងស្វាគមន៍ពេលជាសញ្ញារាសីចក្រដែលមានការតាំងចិត្តសុភាពនិងក្លាហានពួកគេធ្វើអ្វីទាំងអស់ដោយសតិបញ្ញាដោយមិនបង្ហាញខ្លួនឡើយប៉ុន្តែដោយប្រកាសថាអាចទទួលបានជោគជ័យយ៉ាងងាយ2ខែចុងក្រោយនៃឆ្នាំ2025គឺជាពេលដែលជោគវាសនារបស់ឆ្នាំម៉ែផ្លាស់ប្ដូរទាំងស្រុងដោយមានសំណាងត្រូវបានអ្នកដទៃគាំទ្របង្ហាញផ្លូវបើកទ្វារទៅរកភាពជោគជ័យទាំងការងារនិងហិរញ្ញវត្ថុពេលមានជំនាញនិងចេះដោះស្រាយជាមួយមនុស្សដូច្នេះពេលសំណាងមកដល់គេនឹងទាញយកប្រយោជន៍យ៉ាងពេញទំហឹងនៅក្នុងខែវិច្ឆិកានិងខែធ្នូស្រាប់តែលេចមុខមនុស្សថ្លៃថ្នូរបុគ្គលនោះអាចជាចៅហ្វាយអតីតមិត្តរួមការងារឬទំនាក់ទំនងសង្គមនាំមកនូវឱកាសផ្លាស់ប្ដូរសំណាងយ៉ាងខ្លាំងប្រាក់បៀវត្សនិងប្រាក់លើកទឹកចិត្តកើនឡើងអាជីវកម្មមានភាពអំណោយផលលំហូរសាច់ប្រាក់មានស្ថិរភាពនិងទៀងទាត់គុណភាពជីវិតរបស់សត្វពេលកើនឡើងយ៉ាងឆាប់រហ័សគ្មាននរណាម្នាក់អាចប្រៀបធៀបបានទេ2ឆ្នាំជូតទេពកោសល្យរីកចម្រើនរាសីឡើងខែវិច្ឆិកានិងខែធ្នូគឺជាខែដែលមនុស្សកើតក្នុងឆ្នាំជូតទទួលបានសមិទ្ធផលដ៏អស្ចារ្យដែលពួកគេប្រាថ្នាចង់បានពួកគេពឹងផ្អែកលើការគាំទ្រខ្លាំងពីមនុស្សថ្លៃថ្នូរដូច្នេះសំណាងរបស់ពួកគេគឺរលូនខ្លាំងណាស់ការលេចឡើងនៃព្រះនៃទ្រព្យសម្បត្តិនាំមកនូវឱកាសថ្មីនៅក្នុងការងារកិច្ចសន្យាអាជីវកម្មនិងប្រាក់ចំណូលដែលមិនរំពឹងទុកប្រភពលុយហូរចូលក្នុងហោប៉ៅរបស់ពួកគេស្រាប់តែមានលក្ខណៈចម្រុះនិងអ៊ូអរជាងមុនទៅទៀតអ្នកដែលកើតក្នុងឆ្នាំជូតមានភាពវៃឆ្លាតរហ័សរហួននិងមានការជួយជ្រោមជ្រែងទាន់ពេលពីមនុស្សក្នុងតំណែងមានអំណាចជួយពួកគេមិនឲ្យខកខានក៏ឱកាសមាសណាមួយឡើយដរាបណាពួកគេតាំងចិត្តនិងចាប់ផ្ដើមធ្វើវាលទ្ធភាពនៃភាពជោគជ័យគឺស្ទើរតែទាំងស្រុងដោយសារការតស៊ូព្យាយាមរបស់ខ្លួនអ្នកកើតឆ្នាំជូតនឹងឃើញលុយកាក់កើនឡើងជានិច្ច2ខែចុងក្រោយនៃឆ្នាំគឺជារដូវច្រូតកាត់គូសម្រាប់អ្នកកើតឆ្នាំជូត3ឆ្នាំកោពោពេញដោយពរជ័យលាភសំណាងយូរអង្វែងឆ្នាំជ្រូកជាឆ្នាំដែលឧស្សាហ៍ព្យាយាមស្មោះត្រង់តែងតែដាក់សីលធម៌និងទំនុកចិត្តជាមុនដូច្នេះហើយពួកគេតែងតែត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់ហោរាសាស្ត្រនិយាយថាមិនអាចបំភ្លេចអំពីឆ្នាំជ្រូកបានទេក្នុងបញ្ជីរាសីចក្រដែលនឹងក្លាយជាអ្នកមាននៅចុងឆ្នាំ2025អ្នកដែលកើតក្នុងឆ្នាំជ្រូកជាមនុស្សស្លូតបូតចិត្តទូលាយនិងរស់នៅដោយសប្បុរសដូច្នេះហើយពួកគេតែងតែប្រមូលពរជ័យហើយចុងឆ្នាំនេះគឺជាពេលដែលពួកគេនឹងទម្លីថង់សំណាងទាំងស្រុងរាសីចេញមកទាន់ពេលវេលាជួយអ្នកកើតឆ្នាំជ្រូកដោះស្រាយបញ្ហាទាំងហិរញ្ញវត្ថុនិងការងារអ្នកជំនួញទទួលបានដើមទុនទ្វេដងប្រាក់ចំណេញកើនឡើងទន្ទឹមនឹងនេះនិយោជិតអាចទទួលបានការដំឡើងឋានៈទទួលបានប្រាក់កម្រៃនិងទទួលបានប្រាក់រង្វាន់យ៉ាងងាយស្រួលជាពិសេសប្រភពចំណូលបន្ថែមក៏កើនឡើងយ៉ាងខ្លាំងពីការងារបន្ទាប់បន្សំឬការវិនិយោគផ្ទាល់ខ្លួនអ្នកកើតឆ្នាំរូបនឹងមានទ្រព្យសម្បត្តិយូរអង្វែងនិងនិរន្តរភាព